bay bọn ấy buôn làm ngay à lấy khai gì của buôn kia ở kia à nhận là cái giấy anh thà đấy à tại con này mà cáo này ai trong đưa anh mình đưa đâu rồi kì bọn ấy thưa xây coach con mẹ anh mình là con này anh tua vào đây đi nhưng mà anh phải làm pro được nên anh được phong bài anh mình nhóm số tham ấy từ giờ kia sờ lanh pro đôi kia nó nhóm cần là tham bọn ấy khai gì vào đây kia gì của buôn kia nó ai bọn ấy tham nhóm đưa đâu nó bọn ấy miên luôn bọn ấy đăng luôn là khỏi kia men trời anh đăng ở đứng anh phải làm phết đây kia nó kịp kịp chỉ đi anh nhé anh đăng ta anh ở đâu mà lo đi của tha này càng giấy anh tha đây có mót là phải cắt anh tiệt bởi nhóm sạch nhạc cái lọ chứ không họ sạch cao chân chân ấy họ bị sạch cao nữa bạn nhóm hà mòn vậy lấy anh phù anh phụ anh phải làm như vậy tớ ấy phụ ỏi đấy tại sao tập kia vào tham anh vô mà bằng ấy nhá mai ở thiên trên bị té nữa lưới tập krong trong giờ câu tiếp anh tham anh dùng mình anh tập bạc vào rồi nè đương ta anh pin nè ta bằng ấy đập lưới dầm đây mai vậy á có thằng một miếng côn cho cúc á còn không mặc cái khăn đôi ả côn tôi cả bạn kia đôi kia chẳng thế máy nước có từng ngọn mồn còn giấy ấy cái anh thá đây cái ấy nhỉ nước phần may nâng ấy nữa nơi vô trang việt chứ bọn ấy đây mình kết tha cái bọn ấy giờ côn đó ả kia thông lái luôn mai ơi cái pro sợi tóm mai ơi vía pro từng tỷ bên đây cứ là làm côn này ấy mới nói là côn anh mình phải chật côn anh nhé đừng ru nơi phốc ru hơi phải bài chật chứ à côn bên mai ơi pro sợi phongแต่anhจะดังได้เราไงนึงมินบองปอนยืมมวยนาสบายจัดนึงanh phải anhเคยđược nhiều thếไม่สบายจัดบดดังถ่ายเรื่องนึกvề áp on cái điều của sai mình một món thứ mấy một tần hạ đợt một vậy đâu ស្រុកខ្មែរអត់តមានច្បាប់ហាមឃាត់មិនឲ្យឆ្លាញ់គ្នាទេnhóm mà ban vậyច្បាប់ស្រុកខ្មែរទេបងnhómនិយាយរឿងបងប្អូនយើងទាំងអស់ទាំងចដូនមួយទាំងបង្កើតគ្មានណាពេញចិត្តទេជាពិសេសគឺម៉ែគាត់ចាស់ហើយអានឹងរឿងមកគោលតាអញ្ចឹងខ្ញុំថាមួយថ្ងៃអាត្មាយំហើយមើលស្រុកអាមេរិកណាតែគេមានច្បាប់ឲ្យឆ្លាញ់គ្នាការជាមួយគ្នាទៀតយើងនេះដោយសារប្រកាន់ច្រើនហ្នឹងបានវាទៅមុខមិនរួចងើបមុខមិនរួចនៅតែកអញ្ចឹងសំខាន់ណាគេធ្វើមកធ្វើទៅឲ្យតែគេបានសុខសំខាន់ឲ្យតែយើងបានសុខអាពាក្យហ្នឹងខ្ញុំនិយាយថាអាត្មានិយមនោះនៅខ្មែរខ្វះណាស់គេការភេទដូចគ្នាមកកណ្ដណាតែខ្ញុំពងនិយាយពីគ្រួសារធ្វើម៉េចបើម៉ែគាត់មិនពេញចិត្តហើយធ្វើម៉េចបើបងប្អូនមិនពេញចិត្តហើយបងឯងអត់ខ្វល់ទេសំខាន់អារម្មណ៍បងឯងកិត្តិយសមុខបនគ្រួសារទុំម្ដុំសំខាន់តណ្ហាអញដឹកមុខបើអញស្រឡាញ់គ្នាអញចង់មួយវាហើយនេះមិនចឹងឯងកំពុងតែមានភាពរើសអើងខ្លាំងហើយបើធម្មជាតិកំណត់ឲ្យបងអញ្ចឹងឯងធ្វើម៉េចកន្លែងហ្នឹងហ៎បងខ្ញុំចង់ចែកម្លែកកន្លែងហ្នឹងកាលខ្ញុំរៀនទី12ខ្ញុំត្រូវបានគ្រូបង្ហាត់បាល់ទាត់ប្រាប់ថាបងឯងលេងបានល្អត្រូវទៅហាត់រៀននៅថៃហ្នឹង6ឆ្នាំចូលក្លឹបគេទៅខ្ញុំស្រឡាញ់បាល់ទាត់កម្រិតណាបងឯងក៏ដឹងតបមកនិយាយថាគាត់ឯងធ្វើអីទៅឲ្យនៅស្រុកយើងកុំទៅស្រុកគេយូរអញ្ចឹងក្រជាឲ្យតែបានជុំគ្នាកុំទៅឆ្ងាយខ្ញុំលះបង់ក្តីសម្បត្តិខ្លួនឯងដើម្បីម៉ែខ្ញុំមកនេះខ្ញុំមិនមែនមកប្រខាត់បងឯងហាបងឯងមិនឲ្យស្រឡាញ់គ្នាដូចគ្នាទេគាត់តែខ្ញុំចង់បានឲ្យបងដើរទៅផ្លូវមួយថាអញ្ចឹងកុំឲ្យអ្នកជុំវិញហ្នឹងទទួលអារម្មណ៍រឿងសម្ពាធដោយសារបងឯងវាពិបាករស់នៅអារម្មណ៍បែបហ្នឹងក្តីសុខជាមួយបងឯងលើក្រែឬក៏តែ2នាក់ប្រពន្ធបងឯងនោះម៉ែឲ្យបងប្អូនឲ្យពេញចិត្តក្រៅខែសារបងឯងខ្ញុំទៅចិត្តខ្ញុំដេកយំចិត្តមួយខែដោយសារខ្ញុំអត់បានទៅហាត់បាល់នៅថៃនេះប៉ុន្តែបន្ទាប់មកខ្ញុំដឹងថាម៉ែខ្ញុំបងប្អូនខ្ញុំពិសេសគឺម៉ែខ្ញុំសប្បាយចិត្តដោយសារខ្ញុំលះបង់រឿងនឹងទៅមែនតែម៉ែគាត់សប្បាយចិត្តគាត់ចង់បានខ្ញុំនៅកណ្ដាលខ្ញុំធូរមកវិញតែបងឯងនៅតែបន្តអញ្ចឹងណាម៉ែគាត់បៀមការជឿចាប់បៀមអាម៉ាស់ដល់គាត់ស្លាប់គាត់អត់សប្បាយចិត្តទេគាត់ដឹងភ្លាមទឹកភ្នែកគាត់ហូរច្រោកកូនឯងកូនវាគិតអីហេតុអីវាធ្វើអញ្ចឹងខ្ញុំក៏គ្រប់ត្រខ្ញុំមិនគ្រប់ត្រទេខ្ញុំនៅកណ្ដាលខ្ញុំអត់ខ្វល់ទេបងឯងចង់ស្រឡាញ់គោក្របីឆ្កែឆ្មាក៏ដោយប៉ុន្តែម៉ែខ្ញុំនិយាយរឿងម៉ែតែបើម៉ែគាត់បើកចិត្តគាត់ចិត្តទលេគាត់អីគាត់អត់ប្រតិកម្មណោះដើម្បីកូនអីបងឯងតាមតាណាប៉ុន្តែនេះម៉ែគាត់ទឹកភ្នែកខ្លាំងគាត់ឃើញគាត់អញ្ចឹងគាត់ថាគាត់លេងហ៊ានចុះពីលើផ្ទះគាត់ហ៊ានចុះពីចណ្ដាលហើយវាកូនអញ្ចឹងសរុបឲ្យខ្លីមកឯងចង់និយាយថាតើរបងយកប្រពន្ធស្រីបានធ្វើឲ្យម៉ែស្បាយចិត្តខ្ញុំនិយាយអស់ហើយបងឯងចេះគិតខ្លួនឯងទៅពេលម៉ែពេលអ៊ំពេលពូនៅជុំគ្នានិយាយគ្នាសើចសប្បាយកាកាយពេលរំលឹកឈ្មោះបងឯងទឹកភ្នែកម៉ែមកបាត់ហើយណាអញ្ចឹងបងឯងគិតទៅម៉ែគេផ្សេងខ្ញុំមិនដឹងខ្ញុំក៏អត់មានទៅឈឺចាប់រឿងបងឯងស្រឡាញ់ប្រុសស្រឡាញ់អីហ្នឹងដែរទោះបីបងឯងទៅយកឆ្កែចុះនិយាយមកទោះខ្ញុំអត់ឈឺចាប់ជាមួយទេហើយខ្ញុំអត់សប្បាយចិត្តឃើញម៉ែបាត់ចិត្តហើយខ្ញុំប្រាប់បងឯងមួយម៉ាត់ទៀតសំដីម៉ែមួយម៉ាត់ទៀតណាគាត់ថាធ្វើមិនកម្មម៉ែបើបងឯងអញ្ចឹងទុកថាជាកម្មម៉ែចឹង
ចឹងមួយថ្ងៃគឺជាកម្មម៉ែអ្នកនាំទឹកភ្នែកឲ្យម៉ែបាត់ជីវិតម៉ែចុងក្រោយគឺដូចតែទើបគាត់រស់អត់សុបាយចិត្ត ទៅសងកងាប់អា